សន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះមកនៅក្រោមកម្រិត99.5កាលពីថ្ងៃពុធព្រឹកមិញដែលជាការធ្លាក់ចុះ4ថ្ងៃជាប់គ្នាដោយសារតែភាពមិនច្បាស់លាស់អំពីបញ្ហាពន្ធគយពាណិជ្ជកម្មលោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយថាលោកមិនមានគម្រោងនិយាយជាមួយប្រធានាធិបតីចិនស៊ីជីនពីងនៅសប្តាហ៍នេះទេទោះបីជាលោកបានបង្ហាញពីការថយចុះសក្តានុពលនៃអត្រាពន្ធ145%លើការនាំចូលរបស់ចិនក៏ដោយនៅក្នុងការកើនឡើងបន្ថែមទៀតលោកត្រាំបានប្រកាសពន្ធ100%លើខ្សែភាពយន្តដែលផលិតដោយបរទេសនិងបានណែនាំអំពីការយកពន្ធនាពេលខាងមុខលើឱសថក្នុងរយៈពេល2សប្តាហ៍ខាងមុខឥឡូវនេះអ្នកចូលរួមទីផ្សារកំពុងតែបង្វែរការយកចិត្តទុកដាក់របស់ពួកគេចំពោះការសម្រេចចិត្តគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងរក្សាអត្រាការប្រាក់មិនផ្លាស់ប្ដូរឡើយវិនិយោគិននឹងឃ្លាំមើលយ៉ាងជិតដិតនៅការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Jerome Powell ដោយមើលឃើញពីការកើនឡើងសម្ពាធនយោបាយពី Donald Trump ដែលគាត់ចង់ឲ្យបន្ថយអត្រាការប្រាក់បើទោះបីជារូបិយប័ណ្ណដុល្លារមានការធ្លាក់ចុះបន្តិចមែនប៉ុន្តែប្រាក់ដុល្លារប្រសិនបើធៀបជាមួយនឹងរូបិយប័ណ្ណអាស៊ីជាពិសេសគឺប្រាក់ដុល្លារតៃវ៉ាន់និងរីងហ្គីតរបស់ម៉ាឡេស៊ីគឺមានការកើនឡើងយោងពីភ្នាក់ងារសារព័ត៌មាន AP ក្រុង Washington បានឲ្យដឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកអាចនឹងត្រូវរក្សាអត្រាការប្រាក់របស់ខ្លួនឲ្យនៅដដែលដោយមិនមានការផ្លាស់ប្ដូររយៈពេលជាច្រើនខែទៅមុខទៀតខណៈដែលខ្លួនចង់ស្វែងរកការវាយតម្លៃពីផលប៉ះពាល់នៃពន្ធរបស់លោក Donald Trump លើទីផ្សារការងារក៏ដូចជាអតិផរណាផងដែរបើទោះបីជាសេតវិមានជំរុញឲ្យមានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយសូមគូបញ្ជាក់ផងដែរថានៅថ្ងៃនេះប្រសិនបើជាទិន្នន័យនៃអត្រាការប្រាក់ត្រូវបានរក្សានៅចំនួនដដែលខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump ចង់ទម្លាក់ការប្រាក់នោះនឹងនាំឲ្យសន្ទុះរបស់ប្រាក់ដុល្លារមានការកើនឡើងបន្តិចឬក៏អាចមានលក្ខណៈថេរដោយសារតែទីផ្សារនិងអ្នកសេដ្ឋកិច្ចទាំងអស់បានព្យាករណ៍ថាអត្រាការប្រាក់នឹងរក្សានៅកម្រិតដដែលដែលផ្ទុយពីលោក Donald Trump ចង់ឲ្យអត្រាការប្រាក់មានកម្រិតទាបតម្លៃមាសបានកើនឡើងលើសពី$3,400ក្នុង1អោនកាលពីថ្ងៃអង្គារម្សិលមិញដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាមួយសប្តាហ៍ដោយសារតែមានការគំរាមកំហែងអំពីបញ្ហាពន្ធថ្មីរបស់លោក Donald Trump បានជំរុញឲ្យមានតម្រូវការសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពមានការកើនឡើងយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកត្តាចម្បង2ដែលជំរុញឲ្យមានការកើនឡើងនាពេលថ្មីនេះនៅតម្លៃរបស់មាសទី1គឺភាពទន់ខ្សោយនៃប្រាក់ដុល្លារដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើននៃតម្លៃមាសទី2គឺដោយសារតែស្ថានភាពទីផ្សារមានការកើនឡើងមិនធម្មតាវិនិយោគិនកាន់តែងាកទៅរកមាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពចំពេលមានការកើនឡើងនៃសេដ្ឋកិច្ចសកលនិងមានភាពមិនប្រកបប្រជានៃភូមិសាស្ត្រនយោបាយលើសពីនេះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅមជ្ឈមបូព៌ារវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនតម្រូវការលោហៈធាតុដ៏មានតម្លៃនេះយោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាធនាគារកណ្ដាលពិភពលោកធំៗទាំងអស់បានទិញមាសសរុបគឺមានចំនួនច្រើនជាង 1,000 តោនសម្រាប់រយៈពេល3ឆ្នាំជាប់គ្នាក្នុងឆ្នាំ2024ហើយត្រូវបានគេរំពឹងថានឹងនៅតែបន្តទិញជាសកម្មពេញមួយឆ្នាំ2025នេះសារព័ត៌មាន Reuters បានរាយការណ៍ថាទុនបម្រុងមាសរបស់ប្រទេសចិនបានកើនឡើងដល់ 73.61 លានត្រយអោនដែលកើនពីចំនួន 73.45 លាននៅចុងខែមករាទុនបម្រុងមាសទាំងនេះមានតម្លៃស្មើនឹង 208.64 ពាន់លានដុល្លារនៅចុងខែកុម្ភៈដែលកើនឡើងពី 206.53 ពាន់លានដុល្លារក្នុងខែមករាមកក្នុងនេះផងដែរដោយយោងតាមពីភ្នាក់ងារសារព័ត៌មាន Reuters ដដែលបានឲ្យដឹងថាអាជ្ញាធរចិនបានប្រកាសកាលពីថ្ងៃពុធនៅវិធានការជំរុញសេដ្ឋកិច្ចឲ្យមានភាពល្អប្រសើរដែលរួមមានការកាត់បន្ថយអត្រាការប្រាក់និងការចាក់បញ្ចូលសាច់ប្រាក់នៅក្នុងទីផ្សារបន្ថែមខណៈក្រុងប៉េកាំងបង្កើនកិច្ចខំប្រឹងប្រែងដើម្បីប៉ះប៉ូវនៅការខូចខាតផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក